រៀនដាក់បន្ទាត់យើងចង់ដាក់បន្ទាត់ប៉ុន្មានយើង select ប៉ុណ្ណឹងឧទាហរណ៍លោកគ្រូដាក់ត្រឹមបន្ទាត់ត្រឹមលេខ21គ្រូ select ត្រឹម21អញ្ចឹងរបៀបទី1យើងដាក់ចូលកន្លែងនេះចូល home ក្នុង home នោះវាធ្លាក់មកមានកន្លែងនេះ font ហើយបន្ទាត់ដេកបន្ទាត់ត្រសតេសដិតសតេសមានបន្ទាត់ហ្នឹងបន្ទាប់មកវាមានកន្លែងដាក់បន្ទាត់ហ្នឹងហើយអញ្ចឹងយើងចូលប្រឡោះហ្នឹងយើងចង់ដាក់បន្ទាត់នេះទាំងអស់នេះ border ហ្នឹងវាដាក់មកចេញទាំងអស់បើសិនឲ្យយើងចង់ដាក់ខាងលើយើងមើលតាអក្សរហ្នឹងទៅគេដាក់ថា top border ហ្នឹងឃើញទេបាទហ្នឹងមកចឹងគេដាក់តាខាងលើឯងចឹងយើងអាចចូលតាមរបៀបជាច្រើនទី1យើងចូល block font នេះ block font ហ្នឹងមានពាក្យថា number alignment font និង border ចឹងយើងចូលកន្លែង border នេះយើងចង់ជ្រើសរើសបន្ទាត់ធំពណ៌ក៏បានខ្ញុំពណ៌ក្រហមចឹងមកហើយខាងក្នុងខ្ញុំយកទូចប៉ុន្តែខ្ញុំយកពណ៌វាជើញនេះវិញនេះ inside នេះគឺបន្ទាត់ខាងក្នុងណាតោះណាចឹងយើងអូខេមកយើងបានបន្ទាត់នឹងមកនេះអញ្ចឹងផ្សេងទៀតខ្ញុំគ្រាន់តែបង្ហាញអ្នកនរគ្នាដាក់តាមនឹងមកយើងយក alignment ក៏មានពាក្យ border នឹងដូចគ្នាយើងជ្រើសរើសអញ្ចឹងដូចគ្នាណាខ្ញុំយកពាក្យ number ក៏មានពាក្យ number alignment font និង border នឹងដូចគ្នាអញ្ចឹងកន្លែង border ហ្នឹង outline ហ្នឹងជាបន្ទាត់ខាងក្នុងខាងក្រៅដូចគ្នាអញ្ចឹងខ្ញុំយកខាងក្រៅ2ជាន់ខ្ញុំយក2ជាន់មកអូខេមកខាងក្នុងមិនបាច់ប៉ះពាល់ទេពុកអីពុកអីដែរឡើយអញ្ចឹងខ្ញុំ select យក number ហើយខ្ញុំយក format នេះកន្លែង format នេះយកពាក្យ format cell ហើយបន្តមកទៀតវាមានពាក្យ number font និង border និង field protection នឹងដូចគ្នាអញ្ចឹងណានេះខ្ជិល select ហើយ click យកពាក្យ format cell ក៏ធ្លាក់អាហ្នឹងមកដូចគ្នាអញ្ចឹងមកច្រើនទេខ្ជិលមួយទៀតចុចអីគេ control លេខ1ចាំទេ control លេខ1បើយើងខ្ជិលយើងយក control លេខ1មកបានទាំងអស់អញ្ចឹងបានបន្ទាត់ហ្នឹងហើយនេះដាក់ទាំងអស់ឥឡូវយើងចង់ដាក់បន្ទាត់ໄວដោយអូតូវិញឬថាខ្ញុំដាក់បន្ទាត់អញ្ចឹងបានប៉ុណ្ណឹងហើយខ្ញុំខ្ជិលខ្ញុំយកបន្ទាត់អូតូវិញបន្ទាត់អូតូយើងធ្វើម៉េចឥឡូវខ្ញុំដោះនេះចេញទុកបន្ទាត់អូតូខ្ញុំដោះចេញទាំងអស់ទុកតែមកបន្ទាត់លើបានហើយយើងដាក់បន្ទាត់អូតូវិញចង់មើលបងប្អូនគ្នាណាឥឡូវខ្ញុំយកអានេះពណ៌បន្ទាត់ពណ៌ក្រហមចុះកុំឲ្យច្រឡំមកបន្ទាត់អូតូនេះមកចាឥឡូវហ្នឹងខ្ញុំយកបន្ទាត់ធម្មតាឥឡូវបន្ទាត់អូតូខ្ញុំ select ពីបន្ទាត់ហ្នឹងរហូតមកដល់លេខ28ហើយអានេះដល់អក្សរ G 28ចឹងរបៀបដាក់បន្ទាត់អូតូនេះយើងចូលទៅក្នុង home ដដែលមានពាក្យ conditional formatting បន្ទាប់មកយើងយកពាក្យថា new rule ហើយយើងធ្វើដោយខ្លួនឯងមិនមែនម៉ាស៊ីនធ្វើទេយើងយកពាក្យថា use a formula decimal with cell to format អញ្ចឹងបន្ទាប់មកខ្ញុំចង់វាយទិន្នន័យទៅលើកន្លោនឈ្មោះនេះអញ្ចឹងខ្ញុំចុចសញ្ញាពណ៌ក្រហមហ្នឹងកន្លែងដាក់ format ហ្នឹងយកទៅដាក់កន្លែងទិន្នន័យពណ៌ក្រហមហ្នឹងអញ្ចឹងខ្ញុំសម្រាប់តែកន្លែងជួរ B ហ្នឹងមានន័យថាខ្ញុំត្រូវទៅវាយជួរ B អញ្ចឹងលេខ5នេះខ្ញុំលុបចោលទុកឲ្យវាកើនម្ដងលុបដុល្លារនេះចោលណាទុកឲ្យវាកើនម្ដងម្លេខអញ្ចឹងយើងដាក់សញ្ញាទូចមួយធំមួយមានន័យថាមិនមែន0ចង់និយាយថាមិនមែនអត់មានទិន្នន័យក្នុងហ្នឹង
ឲ្យវាចាញ់ជាបន្ទាត់ឲ្យតែមានតិន័យណាអានេះសញ្ញាមិនបើមិនសូន្យបើមិនទទេទៅសេក្នុងប្រមាណនេះមកយើងដាក់បន្ទាត់ពោអីគេពោខៀវណាមកច្រឡំគេពោខៀវតោះយើងចុះអាកន្លាជុំវិញនេះហើយយើងអូខេអញ្ចឹងអូខេមកពេលខ្ញុំវាយឡើងនេះតតនឹងឡើងនេះឃើញទេពេលឡើងតតឡើងនេះវាសឌីសអីក៏វាឡើងតតដែរហើយចង់ដាក់លេខរៀងដូចខ្ញុំមិញក៏បានដែរអញ្ចឹងខ្ញុំនឹងដាក់លេខរៀងឲ្យមើលលេខរៀងនេះខ្ញុំអត់ទៅសេអត់ទេខ្ញុំទៅសេស្មើនេះបើកបង្ចកប្រសិនបើកន្លងហ្នឹងបើសិនណាគេនិយាយថាបើសិនបើកន្លងហ្នឹងស្មើតទេមានន័យស្មើអាគ្មានហ្នឹងសញ្ញាចុច2ឲ្យវាចេញតទេបើមិនតទេទេមានទិន្នន័យយើងឲ្យចេញលេខ1អញ្ចឹងកន្លងហ្នឹងវានឹងចេញលេខ1កន្លងទី2នេះខ្ញុំទៅសេ if មួយទៀត if ស្មើកន្លងទី1កន្លងទី2នេះចុះស្មើដូចគ្នាបើតទេគ្មាន1ឲ្យវាចេញតទេបើមិនតទេទេឲ្យចេញគេឲ្យចេញកន្លងនេះទី1នេះ1អញ្ចឹងអានេះវាមានរូបមន្តចាំបន្តិចរូបមន្តអញ្ចឹងខ្ញុំបោះហើយលេខហ្នឹងមកវាចេញលេខ2អញ្ចឹងខ្ញុំអូពីលើចុះក្រោមមកវាចេញលេខហ្នឹងដោយស្វ័យប្រវត្តិហើយបើសិនណាវាតទេនេះដូចកន្លែងនេះតទេវាចេញតទេវាស្នាវាយលេខនេះមកវានឹងលោតអាលេខ9លេខ10លេខ11 12